បងកើតសំសារពើផងត្រង់គឺជាម្ចាស់ធម្មជាតិនឹងក្រុមរបងព្រះហស្ថត្រង់ហើយបងកើតសំសារពើផងទ្រង់ជាម្ចាស់ឋានសួគ៌ម្ចាស់ឋានសួគ៌ហើយជាម្ចាស់នៃផែនដីជាម្ចាស់ឋានសួគ៌ម្ចាស់ឋានសួគ៌ហើយជាម្ចាស់នៃផែនដីទ្រង់បានក្រុមគ្រងដោយដណ្ដឹងជាងបារមីអិនដែលមានអ្វីឲ្យធំលើទ្រង់សោះឡើយទ្រង់បានក្រុមគ្រងដោយដណ្ដឹងជាងបារមីអិនដែលមានអ្វីឲ្យធំលើទ្រង់សោះឡើយតាំងទ្រង់ជាម្ចាស់គ្រងលើចិនជាម្ចាស់គ្រងលើរូបកាយយោមតាំងទ្រង់ជាម្ចាស់គ្រងលើចិនជាម្ចាស់គ្រងលើរូបកាយជាម្ចាស់ជីវិតប្រលួខ្ញុំរួចស្លាប់ហើយព្រមទាំងប្រទានជីវិតអង្កលយូរលងជាម្ចាស់ជីវិតប្រលួខ្ញុំរួចស្លាប់ហើយព្រមទាំងប្រទានជីវិតអង្កលយូរលងទ្រង់ឡើងតាំងនាមទ្រង់គួរលើអស់ទាំងនាមផងទ្រង់ឡើងតាំងនាមទ្រង់គួរលើអស់ទាំងនាមផងនាមមានអត្តរិនជានាមពីរស់កន្លងនាមជួយនោះផងជានាមព្រាំងដល់ប្រលួនាមមានអត្តរិនជានាមពីរស់កន្លងនាមជួយនោះផងជានាមព្រះដល់ប្រលួអាមែនអរគុណបើព្រះអង្គមិនស្រឡាញ់យើងបើព្រះអង្គមិនស្រឡាញ់បងប្អូនបើព្រះអង្គមិនស្រឡាញ់ខ្ញុំមិនបានជួបគ្នាម្ដងទៀតទេបាទនេះគឺជាប្រគុណរបស់ព្រះអង្គនៃឥតគិតថ្លៃដែលព្រះអង្គផ្ដល់មកដល់យើងរាល់គ្នាបាទនេះព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយូហានពុ3ខ16ព្រះអង្គស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបត្រារបស់ព្រះអង្គតែមួយដល់អស់អ្នកណាដែលទទួលជឿព្រះរាជបត្រានោះគឺមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចព្រះអង្គស្រឡាញ់ព្រះអង្គទោះបីជាមនុស្សបានដាច់ចេញពីព្រះអង្គនោះទៅតាមហៅឲ្យវិលត្រឡប់មករកព្រះអង្គវិញនេះហើយគឺជាគុណដ៏ធំរោគកាត់ថ្លៃមិនបានបាទហាឡេលូយ៉ាព្រះម្ចាស់ព្រះយេស៊ូវព្រះអង្គមានសេចក្តីស្រឡាញ់ធំធេងជាទីបំផុតដែលយើងទទួលយើងមិនគួរសមនឹងទទួលបានគុណរបស់ព្រះអង្គដែលព្រះអង្គផ្ដល់មកដល់យើងបាទអរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលបងប្អូនយើងបានមកចូលរួមទាំងអស់គ្នាបានមកឃើញទាំងអស់គ្នាសុទ្ធជាក្តីស្រឡាញ់ដ៏ធំធេងរុញច្រានបងប្អូនមកពីក្រុងភ្នំពេញបងប្អូនមកពីឆ្ងាយមកពីទីជិតដើម្បីឲ្យបានជួបយើងគ្នាយើងនៅទីនេះទាំងអស់គ្នានេះគឺជាប្រគុណរបស់ព្រះអង្គព្រះអង្គមានសេចក្តីមេត្តាករុណាដល់យើងបាទអរគុណព្រះអង្គសូមគូពេចថែមបានតិចទៀតបាទអញ្ចឹងសូមរួមជា